ព្រោះគោលដៅរបស់អាដាមរដ្ឋមន្ត្រីក្រសួងទេសចរគឺធ្វើម៉េចការផ្តល់សេវានេះឲ្យវាបានល្អរហ័សហើយមិនមានកណន័យភាពតែជាបឋមបាទសូមគោរពសម្ដេចទ្រង់អាដាមលោកជំទាវលោកស្រីខ្ញុំបាទឈ្មោះឈុនមករាបច្ចុប្បន្នជាអគ្គនាយកស្ដីទីនៃអគ្គនាយកដ្ឋានគ្រប់គ្រងឧស្សាហកម្មនៃក្រសួងទេសចរអគ្គនាយកដ្ឋានគ្រប់គ្រងឧស្សាហកម្មនេះទូនាទីលើការគ្រប់គ្រងគុណភាពសេវាកម្មទេសចរតាមរយៈការផ្តល់អាជ្ញាប័ណ្ណនិងការអភិវឌ្ឍស្តង់ដារគុណភាពសេវាកម្មបច្ចុប្បន្ននេះក្រសួងទេសចរមានសេវាប្រហែលជា300ជាងសេវាក្នុងនោះសេវាធំយើងមានសេវាកម្មការីទេសចរទីភ្នាក់ងារទេសចរការីទេសចរសេវាកម្មសណ្ឋាគារនិងសេវាកម្មស្នាក់នៅសេវាកម្មភោជនីយដ្ឋាននិងអាហារដ្ឋានសេវាកម្មរមណីយដ្ឋានសេវាកម្មមគ្គុទ្ទេសក៍ទេសចរសេវាកម្មកីឡាទេសចរសេវាកម្មអ្នកបកប្រែភាសាបន្តនេះជាសេវាធំដែលក្រសួងបច្ចុប្បន្នយើងមានបច្ចុប្បន្ននេះយើងបានដាក់បញ្ចូលសេវាចំនួន3ប្រភេទសេវា3ប្រភេទទៅក្នុងប្រព័ន្ធ KMDX បាទគឺរួមមានសេវាកម្មការីទេសចរភ្នាក់ងារទេសចរសេវាកម្មសណ្ឋាគារនិងសេវាកម្មស្នាក់នៅនិងសេវាកម្មភោជនីយដ្ឋាននិងអាហារដ្ឋានទេសចរហើយឆ្នាំនេះដែរយើងគ្រោងបញ្ចូលសេវាកម្ម2បន្ថែមទៀតទៅក្នុងប្រព័ន្ធ KMDX គឺសេវាកម្មរមណីយដ្ឋាននិងសេវាកម្មមគ្គុទ្ទេសក៍ទេសចរមុនចូលប្រព័ន្ធក្រសួងសម្រាប់ចូលប្រព័ន្ធ KMDX នេះគឺយើងមានភាពស្មុគស្មាញในការស្នើសុំអាជ្ញាប័ណ្ណពិសេសរយៈពេលនៃការស្នើសុំនៅក្នុងប្រកាសអន្តរក្រសួងរបស់យើងនេះជាទូទៅនៃការផ្ដល់អាជ្ញាប័ណ្ណនីមួយៗនេះគឺត្រូវចំណាយពេលយ៉ាងតិចគឺ28ថ្ងៃនៃថ្ងៃធ្វើការបាទហើយឯកសារតម្រូវនេះគឺវាមានភាពស្មុគស្មាញហើយម្យ៉ាងទៀតនោះគឺខ្វះភាពបត់បែនមានន័យថាមន្ត្រីត្រូវតែមកបំពេញការងារពេលខ្លះគឺអាជ្ញាប័ណ្ណមួយចំនួនហ្នឹងគឺត្រូវមន្ត្រីហ្នឹងខ្វះការត្រួតពិនិត្យផងទៅធ្វើអាជ្ញាប័ណ្ណហ្នឹងវាបាត់ទិន្នន័យបាត់អីផងបាទអញ្ចឹងអាកង្វះខាតទាំងអស់នេះហើយបានអាដាមរដ្ឋមន្ត្រីគឺបានពិចារណាធ្វើការបញ្ចូលសេវាកម្មមួយចំនួនជាការសាកល្បងមួយជំហានចូលនៅក្នុងប្រព័ន្ធ KMDX ហ្នឹងដែលរួមមាន3សេវាដែលខ្ញុំបានរៀបរាប់ខាងលើហើយរហូតដល់ពេលបច្ចុប្បន្ននេះគឺយើងមានការទទួលបានសំណើគេហៅថាការកោតសរសើរពីអតិថិជនពលជននឹងជាច្រើនពីរយៈពេលនៃការផ្ដល់សេវានោះយើងមានភាពរហ័សមែនតើគឺរយៈពេល28ថ្ងៃបច្ចុប្បន្ននេះរហូតដល់ពេលបច្ចុប្បន្ននេះត្រឹមតែ3ថ្ងៃ2ថ្ងៃគឺអាចទទួលបានអាជ្ញាប័ណ្ណទៅហើយនៅពេលដែលឯកសារហ្នឹងគឺគ្រប់គ្រាន់ទៅតាមប្រព័ន្ធហើយមន្ត្រីបច្ចុប្បន្នគឺគាត់មានភាពបត់បែនបាទមានន័យថាអនុម័តឯកសារគ្រប់ទីកន្លែងហើយឯកសារដែលក្នុងប្រព័ន្ធហ្នឹងគឺមានភាពស្មុគស្មាញទៅទៀតបាទហើយវាបង្កភាពងាយស្រួលដល់ការចងក្រងទិន្នន័យទេសចរនៅក្នុងប្រព័ន្ធនេះគឺទិន្នន័យទេសចរនេះគឺត្រូវការចងក្រងហ្នឹងដោយស្វ័យប្រវត្តិតែម្ដងយើងអត់ចាំបាច់ធ្វើការកត់ត្រាទៅលើប្រព័ន្ធ Excel នៅក្នុងកុំព្យូទ័ររៀងៗខ្លួនទៀតទេបច្ចុប្បន្ននេះគឺប្រព័ន្ធ data នេះគឺនៅស្ថិត store នៅក្នុងប្រព័ន្ធ KMDX ទាំងអស់ស្ថាប័នក្រសួងទេសចរនេះបន្ទាប់ពីបានប្រើប្រាស់ប្រព័ន្ធ KMDX នេះរួចហើយយើងឃើញថាភាពងាយស្រួលនិងផលចំណេញវាមានភាពច្រើនបាទចំពោះទាំងមន្ត្រីចំពោះទាំងម្ចាស់អាជីវកម្មទេសចរផងដែរហើយបច្ចុប្បន្ននេះគឺដូចខ្ញុំបានរៀបរាប់អញ្ចឹងគឺម្ចាស់អាជីវកម្មនេះគាត់តែងតែសរសើរទៅលើការផ្ដល់សេវារបស់ក្រសួងទេសចរថាមានភាពលឿនរហ័សបាទហើយសំខាន់គឺវាមានកណន័យភាពទៅទៀតពីព្រោះធ្វើការបង់ប្រាក់នោះគឺទៅតាមប្រព័ន្ធធនាគារទាំងស្រុងតែម្ដងបាទមិនចាំបាច់ឆ្លងកាត់តាមមន្ត្រីអីទៀតទេបាទហើយឯកសារនោះក៏វាមានភាពរបាំងហ្នឹងត្រូវបានកាត់បន្ថយច្រើនដែរព្រោះគោលដៅរបស់អាដាមរដ្ឋមន្ត្រីក្រសួងទេសចរគឺធ្វើម៉េចការផ្ដល់សេវានេះឲ្យវាបានល្អរហ័សហើយនឹងមានកណន័យភាពធ្វើម៉េចកាត់បន្ថយការជួបគ្នារវាងមន្ត្រីសាធារណៈហើយនិងអ្នកទទួលសេវាគឺជាម្ចាស់អាជីវកម្មនេះឯងអញ្ចឹងប្រព័ន្ធ KMDX នេះគឺដើរតួចន្លោះនេះឯងបាទដើរតួដើម្បីកាត់បន្ថយរបាំងទាំងនេះបាទដែលធ្វើឲ្យសាធារណជនឬក៏ម្ចាស់អាជីវកម្មគាត់មានភាពទុកចិត្តបាទមានភាពទុកចិត្តខ្ពស់ទៅលើ
ការផ្ដល់សេវាហើយនឹងការបង់ប្រាក់បាទហើយខ្ញុំសូមអង្គក្រសួងថាបាននីមួយៗនេះពិចារណាធ្វើការបញ្ចូលសេវារបស់ខ្លួនទៅក្នុងប្រព័ន្ធ KMDX នេះឲ្យបានច្រើនដោយដែលក្រសួងទេសចរណ៍អញ្ចឹងក៏មុនសាកល្បងតែ3សេវាទេឥឡូវថែម2សេវាធំបន្ថែមទៀតគឺសេវាកម្មរមណីយដ្ឋានហើយនិងមគ្គុទ្ទេសក៍ទេសចរណ៍ដែលបច្ចុប្បន្ននេះមគ្គុទ្ទេសក៍ទេសចរណ៍ជាង 6,000 នាក់ឯណោះយើងប្រមូលបងចូលនៅក្នុងប្រព័ន្ធ KMDX នេះតែយើងគ្រោងថាបញ្ចប់នៅក្នុងឆ្នាំនេះដែរហើយរមណីយដ្ឋានក៏យើងមានទីទាំងប្រទេសច្រើនដែរហើយជាបន្តទៀតក្រសួងទេសចរណ៍ក៏គ្រោងបញ្ចូលសេវាកម្មបន្ថែមទៀតដែរបាទអញ្ចឹងយើងធ្វើដំណាក់កាលនេះឯងអញ្ចឹងខ្ញុំសូមលើកទឹកចិត្តឲ្យក្រសួងស្ថាប័នផ្សេងៗហ្នឹងធ្វើការបញ្ចូលសេវាហ្នឹងក្នុងប្រព័ន្ធ KMDX ឲ្យបានច្រើនពីព្រោះអត្ថប្រយោជន៍របស់វាយើងឃើញថាសម្រាប់ធុរជនសម្រាប់ម្ចាស់អាជីវកម្មចង់បានភាពរហ័សចង់បានភាពទុកចិត្តចង់បានគណនេយ្យភាពហើយនៅធ្វើម៉េចកាត់បន្ថយរបាំងនៃការផ្ដល់សេវារបស់យើងឲ្យបានច្រើនទាំងលក្ខខណ្ឌតម្រូវនៃការស្នើសុំហើយនឹងការជួបគ្នារវាងគាត់នឹងទៅមន្ត្រីសាធារណៈហ្នឹងបាទអញ្ចឹងបានយើងថាក្រសួងទេសចរណ៍នេះគឺជាការសម្រេចចិត្តត្រឹមត្រូវមួយនៅក្នុងការបញ្ចូលសេវារបស់ខ្លួនហ្នឹងទៅក្នុងប្រព័ន្ធ KMDX នេះឯងចំពោះម្ចាស់អាជីវកម្មវិញខ្ញុំសូមលើកទឹកចិត្តឲ្យគាត់ស្នើសុំតាមប្រព័ន្ធ KMDX នេះឲ្យបានច្រើនបាទពីព្រោះបច្ចុប្បន្ននេះយើងបញ្ចូល3សេវាមែនប៉ុន្តែយើងនៅមានបញ្ហាមួយចំនួនដែរទាក់ទងនឹងការអាជីវកម្មមួយចំនួនដែលកើតមុនប្រព័ន្ធ KMDX នេះអញ្ចឹងបច្ចុប្បន្ននេះយើងព្យាយាមលើកទឹកចិត្តឲ្យគាត់បញ្ចូលនៅក្នុងប្រព័ន្ធទាំងស្រុងតែម្ដងបាទអញ្ចឹងយើងឃើញថាវាមានភាពងាយស្រួលដូច្នេះហើយបានការគ្រប់គ្រងពីម្ចាស់អាជីវកម្មនឹងនៅតែមានកំណើនជារាល់ថ្ងៃបាទហើយការផ្ដល់សេវាសាធារណៈហ្នឹងក៏លឿនទៅទៀតពីព្រោះហើយបច្ចុប្បន្ននេះយើងអត់ចាំបាច់អាដាមរដ្ឋមន្ត្រីគាត់ចុះហត្ថលេខាផ្ទាល់ទេបច្ចុប្បន្នគឺប្រព័ន្ធអាជ្ញាប័ណ្ណរបស់យើងគឺ e-license វិញជាប្រភេទសេវាកម្មអាជ្ញាប័ណ្ណអេឡិចត្រូនិកអញ្ចឹងយើងអាដាមរដ្ឋមន្ត្រីគ្រាន់តែអនុម័តភ្លាមទៅគឺអតិថិជនគាត់អាចទាញយកដោយស្វ័យប្រវត្តិពីប្រព័ន្ធតែម្ដងហើយយកទៅប្រើប្រាស់ជាប់ជាមួយ QR code ដើម្បីធ្វើការបញ្ជាក់ពីភាពត្រឹមត្រូវនៃអាជ្ញាប័ណ្ណនេះឯងបាទអញ្ចឹងវាមានភាពងាយស្រួលមែនតើចំពោះអតិថិជននៅប្រទេសណាក៏អាចស្នើសុំអាជ្ញាប័ណ្ណទេសចរបានដែរបាទ